រូបភាពស្ដេចថៃហើយនឹងប្រធានាធិបតីភីជីនពីងប្រទេសចិនភីជីនពីងក៏បានជួយទិញអង្គណា500,000 តោនពីប្រទេសថៃហ្នឹងហើយបើតាមមើលទៅជាការទេសនកិច្ចផ្នែកខាងពាណិជ្ជកម្មមួយក៏ដូចជាបង្កើនឲ្យមានភាពហ្នឹងហើយស្និទ្ធស្នាលគ្នារវាងប្រទេសថៃហើយនិងប្រទេសចិនផងដែរដើម្បីជាការទំនាក់ទំនងដ៏ល្អដោយសារចិនក៏ប្រៀបដូចជាប្រទេសមួយដែលមានទំហំសេដ្ឋកិច្ចធំហើយក៏ជាប្រទេសមួយដែលមានឥទ្ធិពលមិនក្រោមសហរដ្ឋអាមេរិកបន្មាននោះទេអញ្ចឹងខាងថៃគឺភាគច្រើនងាកមកខាងចិនណាតែមិនប្រកាសថាងាកទាំងស្រុងឬយ៉ាងណាទេណាហ្នឹងហើយគ្រាន់តែងាកដើម្បីជាមិត្តភាពស្និទ្ធស្នាលដោយសារតែចិនបានជួយទិញមានទិញមានលក់អីចឹងទៅណាសភាវុធខ្លះក៏ត្រូវលក់ឲ្យថៃចឹងទៅហើយពេលខ្លះក៏ត្រូវទិញពីថៃមកវិញដូចជាអង្គដូចជាស្រូវជាដើមចឹងណាហើយប្រទេសចិនគឺជាប្រទេសមួយដែលទិញទំនិញពីប្រទេសនានាច្រើនហើយយើងក៏ទិញពីចិនច្រើនដូចគ្នាណាអញ្ចឹងវាមានទិញទៅទិញមកអញ្ចឹងនិយាយថាជួយគ្នាទៅវិញទៅមកបើយើងនិយាយផ្នែកខាងពាណិជ្ជកម្មការជួញដូរការរកស៊ីវាតែងតែមានដៃគូពីប្រទេសមួយទៅប្រទេសមួយយើងមិននិយាយពីសត្រូវទេហើយយើងក៏មិននិយាយអំពីសង្គ្រាមអីដែរនេះគឺយើងនិយាយអំពីការតំណែងផ្នែកពាណិជ្ជកម្មណាបើមានពាណិជ្ជកម្មសេដ្ឋកិច្ចល្អសេដ្ឋកិច្ចធំណាធ្វើឲ្យប្រទេសនឹងរីកចម្រើនបានទាំងផ្នែកកងទ័ពផ្នែកយោធាផ្នែកអីយ៉ាងទៅណាតែជាជំហានដំបូងដូចយើងនិយាយពីសង្គ្រាមអ្វីគ្នាក៏ត្រូវមើលស្បៀងដែរបើយើងអត់មានស្បៀងមិនប្រកាសថាយើងនឹងទៅមុខបានយូរដែរហ្នឹងហើយអញ្ចឹងបានម្នាក់ចេះស្ទាក់ស្ទើររៀងខ្លួនណាស្ទាក់ស្ទើរបើប្រធានាធិបនាយករដ្ឋមន្ត្រីថៃដែលអនុทินនិយាយ